ចឹងកាលណាយើងផ្ដល់នៅសេវាកម្មល្អត្រជាក់ចិត្តជូនទៅដល់អតិថិជនពិតប្រាកដណាស់វានឹងទទួលបាននូវផលវិជ្ជមានជាច្រើនត្រឡប់មកក្រុមហ៊ុនរបស់យើងវិញចឹងណាបាទសម្រាប់ពុកម៉ែបងប្អូនអាជីវករឬក៏ម្ចាស់អាជីវកម្មខ្នាតតូចមធ្យមនិងធំប្រកបណាស់ពួកគាត់ច្បាស់ជាយល់យ៉ាងច្បាស់តើអ្វីដែលជា customer service ហើយវាមានសារៈសំខាន់កម្រិតណាហើយនឹងផលវិជ្ជមានក៏ដូចជាគុណតម្លៃយ៉ាងម៉េចខ្លះជូនទៅដល់អាជីវកម្មក៏ដូចជាក្រុមហ៊ុនរបស់ពួកគាត់នៅពេលដែលផ្ដល់នៅសេវាកម្មល្អឬក៏ត្រជាក់ចិត្តជូនទៅដល់អតិថិជននៅក្នុងថ្ងៃនេះផងដែរខ្ញុំក៏ចូលរួមលើកនៅចំណុចមួយចំនួនពាក់ព័ន្ធជាមួយនឹងសេវាអតិថិជននេះជូនទៅដល់បងប្អូនក៏ដូចជាបងប្អូនមួយចំនួនដើម្បីធ្វើការត្រិះរិះពិចារណានិងបន្ថែមបង្កើននៅសេវាអតិថិជននឹងជូនទៅដល់អតិថិជនរបស់ពួកគាត់ដើម្បីឲ្យអាជីវកម្មរបស់ពួកគាត់រឹតតែល្អប្រសើរហើយនឹងទទួលបានការគាំទ្រច្រើនពីអតិថិជនសម្រាប់សេវាអតិថិជនឬក៏យើងហៅជាភាសាអង់គ្លេសថា customer service គឺសំដៅទៅលើការជួយឬក៏ជាជំនួយដែលយើងផ្ដល់ជូនទៅដល់អតិថិជនមុនពេលឬក៏ក្រោយការទិញផលិតផលឬក៏សេវាកម្មរបស់យើងហើយការជួយឬក៏ជំនួយទាំងអស់នោះរួមបញ្ចូលទាំងការផ្ដល់នៅប្រឹក្សាយោបល់ការណែនាំក៏ដូចជាការសម្របសម្រួលផ្សេងធ្វើឲ្យអតិថិជនគាត់ទទួលបានហើយនឹងមានភាពកក់ក្ដៅមុនពេលដែលគាត់សម្រេចចិត្តទិញផលិតផលឬក៏សេវាកម្មនឹងឬក៏ក្រោយបន្ទាប់ពីគាត់បានទិញរួចរាល់ហើយក្នុងនោះក៏រួមបញ្ចូលទាំងការដោះស្រាយនៅបញ្ហាផ្សេងដែលអតិថិជនគាត់ជួបប្រឈមបញ្ហាផងដែរអញ្ចឹងកាលណាយើងផ្ដល់នៅសេវាកម្មល្អត្រជាក់ចិត្តជូនទៅដល់អតិថិជនពិតប្រាកដណាស់វានឹងទទួលបាននូវផលវិជ្ជមានជាច្រើនត្រឡប់មកក្រុមហ៊ុនរបស់យើងវិញអញ្ចឹងណាបាទដោយសារតែវាមានផលវិជ្ជមាននិងគុណតម្លៃជាច្រើនជូនត្រឡប់មកក្រុមហ៊ុនវិញគឺអញ្ចឹងយើងអត់ចាំបាច់សួរថាតើវាសំខាន់ឬក៏អត់ទេគឺសំខាន់មែនតើប៉ុន្តែសំខាន់សួរថាតើសំខាន់នៅក្នុងកម្រិតណាហើយសំខាន់យ៉ាងម៉េចជាក់ស្ដែងសម្រាប់សេវាអតិថិជនហ្នឹងគឺកាលណាយើងធ្វើវាបានល្អគឺវាអាចជួយទៅដល់គេហៅថា customer satisfaction បាទបកប្រែភាសាខ្មែរថាការពេញចិត្តរបស់អតិថិជននៅពេលណាដែលអតិថិជនគាត់ក្រោយការទិញឬក៏ប្រើប្រាស់សេវាកម្មហ្នឹងក៏ទទួលបាននូវសេវាកម្មដ៏ល្អហើយគាត់ពេញចិត្តគឺពិតប្រាកដណាស់គាត់នឹងអាចចូលរួមនៅក្នុងការផ្សព្វផ្សាយបន្តតាមរយៈ word of mouth ជូនទៅដល់ពុកម៉ែបងប្អូនកូនក្មួយរបស់គាត់ឬក៏មិត្តភ័ក្តិដែលគាត់បានស្គាល់ហ្នឹងស្ដីអំពីផលិតផលក៏ដូចជាសេវាកម្មនឹងជូនទៅដល់ពួកគាត់ហើយ word of mouth នេះជាក់ស្ដែងពេលខ្លះវាមានឥទ្ធិពលខ្លាំងមែនទែនវាអាចថាសឹងតែខ្លាំងជាងការធ្វើការផ្សព្វផ្សាយចេញពីក្រុមហ៊ុនទៅទៀតស្ដីអំពីសេវាកម្មឬក៏ផលិតផលហ្នឹងពីព្រោះថានេះវាគឺជាបទពិសោធន៍ជាក់ស្ដែងដែលអតិថិជនគាត់ទទួលបានតើគាត់ទទួលបានហ្នឹងគាត់ទទួលបានយ៉ាងម៉េចអារម្មណ៍គាត់យ៉ាងម៉េចគាត់សប្បាយរីករាយគាត់ពេញចិត្តអញ្ចឹងចំណុចល្អដែលអតិថិជនទទួលបានជាក់ស្ដែងផ្ទាល់តែម្ដងចំណុចទី2គឺ reputation មានន័យថាភាពល្បីល្បាញជាធម្មតាទេនៅពេលដែលយើងលក់សេវាកម្មឬក៏ផលិតផលអ្វីមួយហើយមានអតិថិជនគាត់ស្រឡាញ់គាត់គាំទ្រគាត់ពេញចិត្តអូតូម៉ាទិកគឺយើងនឹងទទួលបាននូវភាពល្បីល្បាញហើយភាពល្បីល្បាញបាទខ្យល់ខ្ចាយនេះបាទហើយវានឹងអាចតាក់ទាញអតិថិជនផ្សេងបន្តទៀតបានបាទអញ្ចឹងធ្វើឲ្យការលក់របស់យើងក៏វាមានកំណើនល្អគួរឲ្យកត់សម្គាល់អញ្ចឹងទៅតាមនឹងទី3គឺcustomer retention ហើយនិង employee retention តើ customer retention មានន័យយ៉ាងដូចម្តេចគឺមានន័យថាវាអាចរក្សាបាននៅអតិថិជនរបស់យើងមានន័យថាអតិថិជនគាត់នៅបន្តក្នុងការប្រើប្រាស់សេវាកម្មឬក៏ផលិតផលរបស់យើងបន្តទៅមុខទៀតអញ្ចឹងមិនមានន័យថាគាត់ទិញថ្ងៃហ្នឹងឲ្យបាត់ឈឹងទេគឺគាត់ទិញម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតអញ្ចឹងគឺជាចំណុចមួយដែលល្អ
បាទពីព្រោះថាអ្វីដែលយើងខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយឬក៏ធ្វើការ promotion អីផ្សេងស្ដីពីសេវាកម្មក៏ដូចជាផលិតផលរបស់យើងគឺយើងមិនមែនត្រឹមតែតាក់ទាញអតិថិជនថ្មីទេគឺយើងតាក់ទាញអតិថិជនចាស់ផងយើងនឹងធ្វើម៉េចឲ្យអតិថិជនចាស់ផងយើងនឹងគឺទិញយើងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតដែលគាត់មិនអាចផ្លាស់ប្ដូរចិត្តគំនិតរបស់គាត់ទៅទិញនៅកន្លែងផ្សេងបានណាបាទអញ្ចឹងកន្លែងនេះគឺជាចំណុចមួយដ៏សំខាន់អញ្ចឹងនៅពេលណាដែលយើងផ្ដល់សេវាកម្មដ៏ល្អសេវាកម្មត្រជាក់ចិត្តជូនទៅដល់អតិថិជនសួរថាគាត់ចង់ធ្វើការផ្លាស់ប្ដូរទៀតទេគឺគាត់អត់ចង់ធ្វើការផ្លាស់ប្ដូរទៅណាទៀតទេគឺគាត់នឹងមិនងាករេគឺគាត់នឹងនៅបន្តប្រើប្រាស់សេវាកម្មជាមួយនឹងយើងអូខេបាទអញ្ចឹងគឺសំខាន់មែនតើហើយនៅពេលដែលយើងក្រុមហ៊ុនមួយបាទមានភាពល្បីល្បាញមានអតិថិជនពេញចិត្តអតិថិជនគាំទ្រសេវាកម្មឬក៏ដូចជាផលិតផលរបស់យើងហើយវានឹងអាចតាក់ទាញទៅដល់បុគ្គលិកផងយើងផងដែរមានន័យថាបុគ្គលិកក៏អាចរក្សាគាត់ឲ្យនៅធ្វើការជាមួយនឹងក្រុមហ៊ុនបានយូរអង្វែងផងដែរពីព្រោះថាបុគ្គលិកក៏គាត់ដូចគ្នាដែរគឺគាត់ក៏ចង់ធ្វើការនៅក្រុមហ៊ុនមួយដែលល្បីល្បាញហើយទទួលការគាំទ្រពីអតិថិជនផងដែរអញ្ចឹងគាត់ពេញចិត្តនៅធ្វើគាត់អត់ចាំបាច់ធ្វើការផ្លាស់ប្ដូរសម្រាប់ចិត្តចង់ផ្លាស់ប្ដូរទៅទីនេះទីនោះអីផ្សេងទៀតទេគាត់ចង់ធ្វើការនៅកន្លែងមួយដែលមានសុខដុមរមនាណាមានអតិថិជនគាំទ្រក្រុមហ៊ុនក៏ដូចជាអាជីវកម្មលក់បានច្រើនណាមានការពេញចិត្តពីអតិថិជនផ្សេងអញ្ចឹងទៅហើយធម្មតាទេនៅពេលដែលក្រុមហ៊ុនទទួលបានការគាំទ្រលក់ដាច់លក់អីក្រុមហ៊ុនរីកចម្រើនក្រុមហ៊ុនក៏គិតគូរទៅលើការផ្ដល់នូវអត្ថប្រយោជន៍អីផ្សេងជូនទៅដល់បុគ្គលិកផងដែរអញ្ចឹងគឺវាមានប៉ះពៅគ្នាទៅវិញទៅមកវាភ្ជាប់គ្នាទៅវិញទៅមកអញ្ចឹងគឺវាជាចំណុចមួយដ៏ល្អ